tới nhung khơi miền content muối để vậy để tông cho mùi những ca tình đầy nông rồi có hạt ca tình cho nạt rọc nông kỳ và bón hơi nâng ca tinh cho nạt rọc đại cộng cùng tại làng thay tại vì o đấy khóc nia dạng nè rồi có cái thao tinh lõ rồi có p tại đây cộng cùng phụ phần trô làng nằm lại là o anh nó tay dương miên cùng ta đi chơi này để chạy về nhà đường anh nó bực nông từ đây và dương dọc từ đây mà chơi cái này nó cái ta blue ocean hay đường red ocean nên người ta đồng bằng bỏ khiếu hay đồng bằng bỏ hòm bỏ khiếu cứ np để than nó phiệp đi xa từ lồng từ lý thì cao vị dốt cho nên chờ bằng tay có thể cá rồi chạm cứ có dương hay là red ocean á cao vị dốt np đồng bằng tại cũng phụ bình châu khăn mình nhận châu thông tin xa cho làประเภท Red Ocean ពីច្រើនអាចឆ្លងការខាតបង់បាទប៉ុន្តែចំណុចពីរហ្នឹងវាមានចំណុចល្អហើយនិងមិនល្អរៀងៗខ្លួនមានន័យថាម៉េចមានន័យថានៅពេលដែលទីផ្សារដូចឥឡូវនេះអានេះគេហៅថា Blue Ocean ហ្នឹងទីផ្សារប្រភេទហ្នឹងគឺជាទីផ្សារដែលអ្នកវិនិយោគអាចទិញអចលនទ្រព្យបានថោកហើយគាត់រងចាំហើយគាត់នឹងអាចចំណេញបានច្រើននៅពេលដែលគាត់ទិញត្រូវហើយទៅពេលវាឡើងថ្លៃគាត់ចំណេញបានច្រើនបាទវិនិយោគពេលបច្ចុប្បន្នណាប៉ុន្តែបញ្ហានៅតំណាងបញ្ហាការរងចាំពេលវេលាពេលខ្លះអត់ដឹងថាពេលណាអាចយូរអាច2ឆ្នាំ3ឆ្នាំ5ឆ្នាំឬក៏អាច10ឆ្នាំក៏ថាបានអានឹងបញ្ហារបស់ដែលពេលយើងវិនិយោគពេលស្ថានភាពដែលនៅក្នុង Blue Ocean មិនច្បាស់លាស់ហេបាទប៉ុន្តែមូលហេតុអីបានជាអ្នកខ្លះគាត់ចូលចិត្តវិនិយោគនៅពេលដែលទីផ្សារកំពុងពុះជ្រុលឬហៅថា Red Ocean ឬក៏ទីផ្សារកំពុងឡើងកម្ដៅណាដែលគេទិញដូរខ្លាំងគឺចំណុចល្អទី1គេហៅថា flip flop មានន័យថាការបាត់បែនងាយស្រួលណាមានន័យថាគាត់លក់លឿនគាត់ទិញលឿនគាត់លក់លឿនអញ្ចឹងគាត់ចំណេញក្នុងចន្លោះហ្នឹងប្រហែល%ដែលគាត់គិតថាសមរម្យមកគោលថាគាត់ទិញកញ្ចក់ដាក់ទ្រព្យមួយឆ្នាំហ្នឹងគាត់ត្រូវការចំណេញតែ50ទៅ100%ឯងឲ្យតែ flip flop បានលឿនគាត់យកហើយគាត់អត់ត្រូវការចំណេញ4-5ដងលើតម្លៃកញ្ចក់ដាក់ទ្រព្យរបស់គាត់ទេអញ្ចឹងអ្នកដែលវិនិយោគបែបហ្នឹងគាត់ចំណេញដូចគ្នាប៉ុន្តែចំណុចដែលល្អដែលគាត់ងាយស្រួលគាត់អត់ត្រូវការរងចាំទេ6ខែគាត់លក់បានកន្លះឆ្នាំក៏លក់បានមួយឆ្នាំក៏លក់បានហើយអញ្ចឹង flip flop អញ្ចឹងលំហូរសាច់ប្រាក់គាត់ងាយស្រួលលឿនគាត់អត់ស្ទះលុយគាត់ស្ទះរញ្ញធំរបស់គាត់ទេអាហ្នឹងក្នុងនាមដែលយើងអ្នកសិក្សារៀនសូត្រថ្មីទៅលើវិស័យហ្នឹងយើងត្រូវយល់ឲ្យច្បាស់ពីយុទ្ធសាស្ត្រពីរហ្នឹងកុំមានភាពលំអៀងទៅខាងណាមួយខាងនេះមួយត្រូវខាងនេះមួយខុសអត់ទេវិធីពីរហ្នឹងវាល្អដូចគ្នានៅពេលដែលយើងចេះប្រើវាឲ្យបានត្រូវខ្លួនបាទព្រោះអីអ្នកដែលគេមានលុយឧទាហរណ៍អ្នកដែលមានលុយច្រើនគាត់ច្រើនគាត់អត់មានត្រូវការចំណូលប្រចាំខែឆ្នាំអីទេលុយគាត់សល់ច្រើនគេតែងតែលេងទៅ Blue Ocean ទេឱកាសទិញបានគេទិញទុកកាត់ចោលមកលុយគេអត់ត្រូវចាយច្រើនណាវាសល់លុយអញ្ចឹងណាបាទហើយប្រភេទមនុស្សបែបហ្នឹងសិតតែអ្នកមានទ្រព្យធនធំហើយអ្នកដែលគាត់លេងនៅក្នុង Red Ocean ឬក៏ថាទីផ្សារកំពុងតែក្តៅគាត់ពីច្រើនអ្នកដែលមានរញ្ញធនល្មមប៉ុន្តែគឺអ្នកដែលចូលចិត្តស្រាវជ្រាវទីផ្សារខ្លាំងបាទអ្នកគាត់ច្បាស់គាត់លេងយ៉ាងហ្នឹងហើយគាត់ចំណេញពេលហ្នឹងច្រើនដែរបាទប៉ុន្តែវាអាស្រ័យទៅដល់សមត្ថភាពបុគ្គលមួយដែរអ្នកគាត់ចេះអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងចែកជូនជាចំណេះដឹងគុំផ្ដេកផ្ដួលទៅលើគំនិតណាមួយយើងរៀនចំណុចពីរហ្នឹងមកសិក្សាទៅហើយយើងមើលធនធានយើងធនធានយើងអាចលេងយ៉ាងណាបានបើយើងអត់សូវមានធនធានច្រើនទេយើងធ្វើនៅក្នុង Blue Ocean នៅក្នុង Blue Ocean នៅក្នុង Red Ocean មានន័យថាពេលទីផ្សារក្តៅយើងព្រោះសាច់តាក់លឿនយើងក្នុងអំឡុងពេលហ្នឹងមិនមែនសម្រាប់អ្នកដែលអត់មានលុយច្រើនទៅទិញទេអ្នកគឺគេសម្រាប់តែអ្នកដែលមានលុយច្រើននេះគេទិញហើយបើយើងលុយទៅការដោះស្រាយប្រចាំខែប្រចាំអីកុំអើវិនិយោគបើលុយអត់ដល់ទេកុំវិនិយោគអីសោះព្រោះយើងអាចមានបំណុលជាប់ខ្លួនបាទអរគុណច្រើនបាទប៉ុណ្ណឹង